Ok បងប្អូនទាំងអស់គ្នាបានគឺថ្ងៃនេះគឺវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបដែលយើងទៅបើកប្រព័ន្ធការពារភ្នែកកុំឲ្យខូចភ្នែកទាំងអស់គ្នាបងប្អូនទាំងអស់គ្នាហើយប្រព័ន្ធហ្នឹងការពារភ្នែកទៅថ្ងៃក្រោយកុំឲ្យវាខូចភ្នែកខូចអីចឹងណាបងប្អូនទាំងអស់គ្នាហើយឥឡូវបងប្អូនចូលទៅបើកទៅ setting តែម្ដងបងប្អូនទាំងអស់គ្នាបាទយើងចូលទៅ setting ទៅហើយយើងទៅនៅក្នុងនេះបងប្អូនទាំងអស់គ្នាបាទយើងចូលទៅបើកវាមកយើងចុចទៀតហើយយើង scroll មើលសិននេះបងប្អូនបងប្អូនខាងលើនេះហ្នឹងហើយបងប្អូនខ្ញុំកូចចឹងបងប្អូនអត់ឲ្យចូលទៅបើកវាតែម្ដងបាទហើយអានេះគឺខ្ញុំមិនតាន់បើកទេខ្ញុំមកថតបង្ហាញបងប្អូនទាំងអស់គ្នាបាទឥឡូវយើងចូលទៅបើកមកបាទបើកប៉ុណ្ណឹងគឺរួចរាល់តែម្ដងហើយបើបើកទៅវាមានលោតសញ្ញាបែបដោយខាងលើដូចខ្ញុំបង្ហាញនេះបងប្អូនអញ្ចឹងបងប្អូនគ្រាន់តែដកទូរស័ព្ទរៀងឆ្ងាយពីភ្នែកបន្តិចទៅគឺវាឲ្យចុចទៅបើកម្ដងទៀតហើយបងប្អូនទាំងគ្នាបាទហ្នឹងហើយបងប្អូនវីដេអូគឺមានតែប៉ុណ្្នឹងទេមកបង្ហាញបងប្អូនទាំងគ្នាបាទហើយបងប្អូនណាដែលចង់ការពារភ្នែកគឺទៅបើកកណ្ដឹងទៅដើម្បីការពារភ្នែកទាំងអស់គ្នាបាទអរគុណចំពោះបងប្អូនដែលបានចូលមើល